នេះទីមួយវត្តធ្វើរបស់យើងឥឡូវបានអ្នកហូបបាយថ្ងៃត្រង់នៅវត្តបានខ្ញុំគិតថាបានមកដល់នេះដែរទេមួយវិញទៀតទីមួយនេះពីក្រោមទៅលើតាំងពីស្ពានកោះធំមកឥឡូវបានស្នាក់នៅវត្តបានហើយនេះវត្តទៀតគេនឹងធ្វើដំណើរទៅបន្តគោលដៅគឺបញ្ចប់ក្នុងវត្តធ្វើចុងក្រោយយើងនេះយៈបាបីជាការទីមួយវត្តធ្វើរៀងផ្លែផ្លែពី16ទេនេះអត់ស្គាល់កញ្ញាបងប្អូនខាងកាទីយើងបានការកំណត់ពីខាងក្រុមហ៊ុនវិលខាងពីឆ្នាំទៅនេះមានប៉ុន្តែគឺមានយើងចាំជួបហើយដល់បងប្អូននេះដឹងហើយមែនគឺកាត់មីលើកតែទៀតតាមរដ្ឋបាលដែលគាត់ឈប់ពីកន្លែងមានក្រុមឆាយ៉ាំដូចតែស្អីគឺខាងវត្តពីរៀបចំមានតែមានបាត់ពីឈុតដែលខ្ញុំចូលមកមិញគឺបាត់ពីឈុតអញ្ចឹងយើងទៅមើលបន្តទៀតបើទៅទៀតនឹងមានការរាំថ្វាយដើម្បីចេញពីវត្តបន្តគឺនឹងមានការរាំថ្វាយនៅកន្លែងលោកជ័យជាទីសក្ការៈនៅវត្តស្ពាននេះជាក្រុមទី1ហ្នឹងគឺមកជួបគ្នាដើម្បីធ្វើការរាំថ្វាយបន្តិចទៀតយើងចាប់អារម្មណ៍ថាទី1គាត់គឺដូចជាធំច្រើនជាងគឺដូចជាមានថាជា6 7 6ទេធំហើយច្រើនជាងហើយជួយ share វីដេអូទៅជា like comment មួយវិញទៀតបងប្អូននៅក្នុងជួយ follow ចូលយកចាំនេះគឺខុសទៅពាក់ព័ន្ធជាមួយទី1ការធ្វើទី1ស្គាល់ចឹងពីបងប្អូនខាងយើងចង់សម្ដងទី1ហ្នឹងគឺ page ខ្ញុំទៀតទី1ម្ចាស់បានគឺមានក្នុងការសម្ដងទី1គឺជួយមានស្គាល់ពីបាច់ហ្នឹងទៅថាមើលណាថាកាន់ថាថ្មីទេហ្នឹងហើយលើកទៅរៀបចំដើម្បីរំខាយហើយ